នឹងបណ្ដាកូនរបស់ខ្ញុំទេខ្ញុំទៅ វាពិតជាមានសារៈសំខាន់ណាស់លោកខ្ញុំគិតថាលោកចាប់ទៅលោកការ៉េមដែលរកបានតែ$10លើកចុងក្រោយទៅហើយខ្ញុំរកបានដល់$200ក្នុងមួយថ្ងៃហើយ365ថ្ងៃក្នុងមួយឆ្នាំចាប់តាំងពីខ្ញុំអាយុ12ឆ្នាំមកម្លេះហើយពេលវេលាគឺជាមាសប្រាក់ខ្ញុំត្រូវទៅ សូមលោកគ្រាន់តែមើលរូបថតនេះបន្តិចតាមឲ្យលោកអត់ធ្វើតន់មែនទេតែលោកស្គាល់គាត់អត់ស្គាល់គ្រប់គ្នាហើយខ្ញុំក៏ដឹងថាកន្លែងណាដែលមានហាងរបស់ក្មេងលេងដែលបានបាត់សត្វនៅទីកន្លែងនោះដូច្នេះទៅជាមួយខ្ញុំទៅមិនអីទេអញ្ចឹងខ្ញុំត្រូវលេងមែនតើចំពោះករណីនេះអញចាស់សោទេសរឿងរបស់ខ្ញុំទៅហើយនេះខុសស្វាល់លោកស្ថិតក្រោមការចាប់ខ្លួនហើយមកពីមូលហេតុស្អីដែរធ្វើឲ្យប៉ះពាល់ដល់របស់ឯងកិច្ចពន្ធជាប់អក្រិតចា$200ក្នុងមួយថ្ងៃ365ថ្ងៃក្នុងមួយឆ្នាំចាប់តាំងពីអាយុ12ឆ្នាំខ្ញុំគិតថាវាមានរយៈពេល2ទសវត្សរ៍មកហើយដូច្នេះត្រូវគុណនឹង20ឆ្នាំដែលស្មើនឹង1,460,000ខ្ញុំមានន័យថាខ្ញុំគ្រាន់តែជាកូនទន្សាយកាប៉េកប៉ុណ្ណោះប៉ុន្តែខ្ញុំពូកែខាងកាត់លេងយោងតាមអាការដៃពន្ធរបស់លោកដែលលោកបានរាយការណ៍ខ្ញុំមើលទៅគឺ0ប៉ុន្តែផ្អែកលើទម្រង់សហព័ន្ធគឺវាជាប់ទោសពីបទល្មើស5ឆ្នាំក្នុងគុកគឺវាគ្រប់គ្រាន់ហើយតើពាក្យខ្ញុំត្រង់ណាដែលលើកឡើងចឹងនោះ$200ក្នុងមួយថ្ងៃ336ថ្ងៃក្នុងមួយឆ្នាំចាប់តាំងពីខ្ញុំមានអាយុ10ឆ្នាំប៉ុន្តែគឺវាជាពាក្យរបស់លោកទេដែលបានលើកឡើងពីវានោះហើយបើសិនជាលោកចង់បានបិចនេះលោកត្រូវជួយខ្ញុំស្វែងរកអត់ទៅដែលបានបាត់ខ្លួនឬកន្លែងមួយតែមួយគត់ដែលលោកអាចលក់ការ៉េមបានគឺហាងកាហ្វេក្នុងគុកគេហៅថាវៃឆ្លាតមែនទេបងសម្លាញ់នាងបានយកឈ្នះឯងហើយនាងបានយកឈ្នះឯងហើយឥឡូវនេះឯងក៏ជាប៉ូលីសដែរឯងនឹងត្រូវការវារីករាយនឹងការងារឯងចុះណាចាប់ផ្ដើមចុះសាច់ការខ្ញុំមិនដឹងថាគាត់នៅណានោះទេខ្ញុំគ្រាន់តែដឹងថាគាត់ទៅណាល្អណាស់អញ្ចឹងតោះទៅវាមិនមែនជាកន្លែងស័ក្តិសមសម្រាប់កូនទន្សាយដល់តូចច្រឡឹងនោះទេកុំឲ្យខ្ញុំថាតូចច្រឡឹងឡើងមកអូខេឯងធ្វើជំនាញរបស់ខ្ញុំទៅអញ្ចឹងសួស្តីខ្ញុំឈ្មោះសួស្តីអូនាងដឹងទេថាខ្ញុំនឹងចុចលេខកូដនៅទីនេះពីព្រោះពួកជើងមាននំគ្រប់គ្រាន់ហើយណាកូនទន្សាយទេខ្ញុំគឺជាមន្ត្រីហំ ZPD ខ្ញុំមកស្វែងរកសត្វដែលបានបាត់ខ្លួន Emmett Ottenton មួយនេះតើគាត់ឧស្សាហ៍មកកន្លែងនេះមែនទេបាទនោះគឺជា Emmett ខ្ញុំមិនបានឃើញគាត់ប្រហែលសប្តាហ៍ទៅហើយណាប៉ុន្តែនាងទៅសួរគ្រូយោការរបស់គាត់ទៅហើយខ្ញុំនឹងនាំអ្នកនាងទៅទីសូមអរគុណច្រើនខ្ញុំពិតជារីករាយល្អជាងអ្វីដែលបានសម័យទៅទៀតអូវាហាក់ដូចជាលោកអត់មានស្លៀកពាក់អ្វីចឹងគឺជាងនៅកន្លែងធម្មជាតិណាបែរណាទៅសួរទៅផាន់នេះគ្មាននរណាអាចធ្វើអ្វីបានតាមចិត្តនោះទេពួកគេមិនស្លៀកពាក់នោះទេនាងជានៅម្ខាងទៀតនៃអាងទឹកនោះណាអូសម្លាញ់វាធ្វើឲ្យមានអារម្មណ៍ដែលមិនស្រួលចិត្តដែរទេប្រសិនបានដូច្នេះគ្មានអ្វីត្រូវខ្មាស់ដែលត្រូវបញ្ចប់វានោះទេមែនហើយមានតែនោះគឺស្មារតីសត្វខ្លះនិយាយថាធម្មជាតិមានលក្ខណៈចម្លែកប៉ុន្តែតើអ្នកដឹងដែរទេថាការនិយាយមានលក្ខណៈចម្លែកបែបណានោះឆាប់ទៅដូចអ្នកបានឃើញនាគីគឺជាសត្វដំរីដូច្នេះហើយគឺគាត់ចងចាំរឿងបានគ្រប់យ៉ាង